នេះមកដល់ហើយបងប្អូនខ្វាងគោឲ្យជាមួយសាច់ក្រកអ៊ីសានជ្រក់ធ្វើត្រៀមចាំហ្មងឥឡូវយើងមកភ្លក់ទាំងអស់គ្នាថារសជាតិយ៉ាងម៉េចដូចក៏ប្រាប់ចឹងខាងក្នុងនេះមានបាយអង្គបាយខាងនេះមានបាយតំណើបចាគាត់លីបាយតំណើបរឿងការងារតម្លាក់លេខបុកទីតាំងអត់ឲ្យប្តីពិបាកចិត្តទេបងប្អូននេះមកទៀតដល់មកប្រអប់នេះបុកពិសេសយ៉ាអនេះផលិតផលរបស់កូនខ្មែរឆ្លងរត់ដូចគ្នានេះក៏ឆ្លងរត់អាមុនក៏ឆ្លងរត់អ្នកធ្វើនឹងជាមួយគ្នាជាមួយអ្នកធ្វើណែមកបងប្អូនប៉ុន្តែគាត់មានផលិតផលថ្មីទៅកុំចូលបន្តទៀតជប់បាក់សិនអូគឺឆ្ងាញ់ទេបងប្អូននេះសាច់ក្រករសជាតិដើមជ្រូកផ្អែមប្រៃអូខេអូសរសៃអូអានេះសាច់ក្រកនេះគាត់ថែមឲ្យខ្ញុំដែរបងប្អូនអានឹងគាត់ថែមឲ្យសាក់សាច់ក្រកសាច់ក្រកបងស្រីចាបងស្រីកូនទី1នេះសាច់ក្រកអ៊ីសានរសជាតិជូរប្រៃផ្អែមយេទៅមើលយ៉ាងណាវិញទៅហើយអូយខ្ញុំអត់ដល់ខ្ញុំអត់ដល់ប្រហែលទេនេះអូខេនេះខ្វាគោបងប្អូននេះគេគាត់ថានេះក៏ខ្វាគោដូចគ្នាដែរមិនគេខ្ញុំកាត់ឲ្យអាំងព្រោះបងប្អូនមើលភ្លាមក្នុងវីដេអូតែមួយទេចាខ្វាគោដូចគ្នាសាច់ក្រកនេះខ្ញុំអត់ទាន់សាក់ឲ្យបងប្អូនទេចាំមើលពាក់ក្រោយឥឡូវខ្ញុំសាក់ខ្វាគោមុនហើយជាមួយនឹងសាច់ក្រកអ៊ីសានមុនអូខេកុំឲ្យប្រឡាក់ដៃខ្ញុំពាក់សមតិចចុះអូខេគាត់ថាយកមកនោះឲ្យសណ្ដិលទៀតតែដូចមិនទេអីមើលឈ្ងុយបងប្អូនអត់តន់ឆ្អិនផងឈ្ងុយប៉ុណ្្នឹងហីអូខេឥឡូវនេះទៅខាងនោះសិនខ្ញុំកាត់ដុំមើលអូខេខ្សែនេះយើងចោលសាច់ក្រកអ៊ីសានហ្នឹងគាត់ថាដូចជាគាត់ថារសជាតិជូរប្រៃផ្អែមក្នុងនេះមានបាយក្នុងនេះមានបាយតំណើបបើសាច់ក្រកអ៊ីសាននេះសម្រាប់ខ្ញុំថ្មីហ្មងខ្ញុំអត់ដែរសាកអីបើខ្វាគោធ្លាប់ញ៉ាំដែរអ្នកនៅនេះគាត់ធ្វើអញ្ចឹងណាចាអ្នកខ្លះក៏ធ្វើរសជាតិត្រូវអ្នកខ្លះធ្វើរសជាតិអត់ត្រូវដែរខ្ញុំថាត្រូវសម្រាប់មាត់គេសម្រាប់មាត់ខ្ញុំយើងអត់សូវត្រូវអូខេនេះខ្ញុំយក5គ្រាប់ដែរចុះ2 4 5បងប្អូនឈ្ងុយដូចគ្នាឈ្ងុយទាំងពីរមុខឈ្ងុយទាំងពីរបើកមកឈ្ងុយទាំងពីរមិនចេះទេហ្នឹងបងប្អូនហ្នឹងវិញញ៉ាំទៅគាត់ថាមានបាយក្នុងហ្នឹងប៉ុន្តែយើងញ៉ាំទៅអត់ដឹងទេអត់ដូចបានបងអ្នកផ្សេងដែលខ្ញុំធ្លាប់ញ៉ាំណាមានបាយគឺយើងញ៉ាំទៅដូចសុទ្ធតែបាយច្រើនហ្មងតែនេះមានអារម្មណ៍ថាញ៉ាំទៅសុទ្ធតែសាច់អត់មានបាយទេទៅចង់ញ៉ាំជ្រូកតិចចង់អីតិចហើយខ្ញុំមកសាក់សាច់ក្រកអ៊ីសានដែលមានបាយដំណើបខាងក្នុងនេះលើកទី1របស់ខ្ញុំអត់ដែរធ្លាប់ញ៉ាំទេនិយាយដល់ឆ្ងាញ់ហ្មងចារសជាតិថ្មីសម្រាប់ខ្ញុំប៉ុន្តែរសជាតិឆ្ងាញ់បងប្អូនយើងខាំទៅឡើងស្អិតល្មួតហ្មងស្អិតល្មួតចង់ដាក់មួយម៉ាត់ទៀតប៉ុន្តែស្ដាយជ្រក់ហើយយើងមានជ្រក់ជាមួយទៅហើយបើសិនជាយើងមានគ្នាច្រើនឬក៏ប្តីប្រពន្ធអីយើងមានជាក់នៅចិត្តអីចឹងទៅយើងញ៉ាំហើយយើងចែកគ្នាប្រុកប្រាជ្ញនិយាយរឿងក្នុងចិត្តអីចឹងណាហើយគ្នាហ្មងបងមានជ្រក់ទៅយើងដាក់ជាមួយម្ទេសហើយខ្វាគោអីម្ទេសហើយខ្វាគោម្ទេសជ្រក់ហើយជាមួយខ្វាគោទៅយើងដាក់ចូលគ្នាទៅនេះមួយម៉ាត់នេះញាក់